បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមកមើលចំណុចសំខាន់មួយទៀតចំណុចខ្លឹមមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការបង្កើតឈ្មោះទំនិញឬក៏សេវាកម្មបាទឈ្មោះទំនិញឬក៏សេវាកម្មនេះគឺសំខាន់មែនទែនដោយសារតែទំនិញនេះដោយសារតែយើងលក់បានគឺដោយសារទំនិញហ្នឹងឯងបាទដោយសារទំនិញដោយសារសេវាកម្មយើងហ្នឹងឯងអញ្ចឹងរាល់ការបង្កើតរាល់ការរៀបចំចេញយុទ្ធសាស្ត្រអីឡើងគឺត្រូវផ្ដោតទៅលើទំនិញឬក៏សេវាកម្មរបស់យើងបាទទាក់ទងនឹងតម្លៃទាក់ទងនឹងអឺ ទីផ្សារគោលដៅទាក់ទងដៃគូទាក់ទង channel អីគឺយើងត្រូវ set ឲ្យមកចប់តែម្ដងអញ្ចឹងដើម្បីឲ្យ Gate Master AI generate plan generate content ពាក់ព័ន្ធមួយ marketing generate ពាក់ព័ន្ធជាមួយនឹង budget plan នេះគឺ very accurate បាទត្រឹមត្រូវឥតខ្ចោះតែម្ដងបាទអញ្ចឹងយើងចូលមើលថាតើយើងបំពេញព័ត៌មានអីគេខ្លះបាទព័ត៌មានដំបូងគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានទូទៅអំពីផលិតផលណាបាទព័ត៌មានទូទៅបន្ទាប់មកយើងមើលអំពីការពិពណ៌នាទូទៅពាក់ព័ន្ធជាមួយនឹងផលិតផលរបស់យើងបាទហើយយើងមើលពាក់ព័ន្ធជាមួយនឹង key partnership បាទដៃគូហើយនឹងសកម្មភាពសំខាន់ដែលយើងអាចធ្វើជាមួយនឹង product ហ្នឹងបាទយើងមើលពីធនធានសំខាន់ហើយនឹងពាក់ព័ន្ធជាមួយនឹងគុណតម្លៃនៃផលិតផលរបស់យើងបាទយើងមើលអំពីចំណែកទីផ្សារឬក៏ដូចថាក្រុមនៃអតិថិជនណាហើយនឹងទំនាក់ទំនងជាមួយនឹងអតិថិជនហ្នឹងតែយើងដូចថារក្សាវាយ៉ាងម៉េចយើងមើលអំពី channel ពីច្រកនៃការលក់របស់យើងមើលអំពីថ្លៃដើមរបស់យើងផងដែរបាទហើយមិនធំប៉ុណ្ណឹងគឺយើងមើលទៅនឹងចរន្តនៃចំណូលរបស់យើងទៅលើផលិតផលហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការដែលមានឥទ្ធិពលទៅលើសង្គមណាបាទទៅនឹងផលិតផលរបស់យើងហើយចំណុចមួយទៀតគឺទៅនឹងផលប៉ះពាល់ឬក៏ថាការប៉ះពាល់ឬក៏ឥទ្ធិពលនៃទំនិញរបស់យើងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចបាទអញ្ចឹងចំណុចទាំងអស់នេះគឺជាចំណុច snow បាទចំណុចដែល detail ដែល in depth ដែលស៊ីជម្រៅបាទពាក់ព័ន្ធជាមួយនឹងផលិតផលហើយវាជួយឲ្យ Gate Master AI គឺឆ្លាតវៃទៅលើផលិតផលរបស់បងប្អូនទាំងអស់គ្នាបាទឥឡូវយើងបានដឹងហើយថាព័ត៌មានដែលយើងត្រូវបញ្ចូលឥឡូវយើងទៅមើលទាក់ទងនឹងការបញ្ចូលនៅក្នុង Game Master AI បាទឥឡូវនៅក្នុង Game Master AI តើយើងចូលទៅបន្ថែមទៅបញ្ចូលពាក់ព័ន្ធជាមួយនឹងទំនិញឬក៏សេវាកម្មនៅកន្លែងណាបាទអញ្ចឹងនៅកន្លែង company ដែលយើងបង្កើតហ្នឹងឯងបាទនៅកន្លែងនេះអញ្ចឹងចូលមក company ហើយដើម្បីបញ្ចូលនៅទំនិញបានគឺយើងចូលមកចុចប៊ូតុង edit នេះបាទ edit បាទអូខេអញ្ចឹងអានេះគឺជាព័ត៌មានក្រុមហ៊ុនទេនៅខាងលើហ្នឹងអញ្ចឹងយើង scroll ទៅក្រោមមួយផុតបាទ scroll ទៅក្រោមមួយផុតបាទអូខេអញ្ចឹងមកដល់ហើយហ្នឹងកន្លែងដែលយើងបញ្ចូលទាក់ទងនឹងទំនិញឬក៏សេវាកម្មយើងគឺប៊ូតុងមួយនេះបាទប៊ូតុងមួយនេះ add new product or service បាទអញ្ចឹងខ្ញុំចុចប៊ូតុងហ្នឹងមកបាទអញ្ចឹងនេះគឺជាកន្លែងដែលយើងធ្វើការបាទកន្លែងដែលយើងធ្វើការបំពេញព័ត៌មានទាក់ទងនឹងផលិតផលឬក៏សេវាកម្មរបស់យើងបាទអូខេកន្លែងនេះគឺសំខាន់មែនទែនបាទហ្នឹងហើយអញ្ចឹងនៅកន្លែងនេះគឺយើងបំពេញគឺព័ត៌មានខ្លីៗទេយើងអាចបំពេញបានទីមួយគឺជាឈ្មោះបាទឈ្មោះទំនិញឬក៏សេវាកម្មរបស់យើងហើយបន្ទាប់មកយើងរើសប្រភេទនេះបាទប្រភេទគឺមានតែពីរឯងបើមិនទំនិញគឺសេវាបាទមានតែពីរដែលស្រួលបាទបើមិនទំនិញឬក៏បើមិនទំនិញគឺសេវាហ្នឹងឯងបាទអញ្ចឹងពេលយើងបញ្ចូលរួចហើយបាទអញ្ចឹងយើងបញ្ចូលមួយទៀតតទៅនឹងថ្លៃដើមបាទថ្លៃដើមហើយនឹងអឺនេះគឺជាថ្លៃលក់បាទ sale price នេះគឺថ្លៃលក់កន្លែងនេះគឺជាកន្លែងសំខាន់ណាស់បាទកន្លែងលុយនេះថ្លៃដើមហើយនឹងថ្លៃលក់ដោយសារនេះពេលដែលយើងធ្វើជា sale plan យើងធ្វើជា budget plan គឺយកព័ត៌មានពីនេះទៅហើយបាទហើយចំណុចសំខាន់មួយទៀតដែលយើងត្រូវបំពេញគឺ description បាទ description product description អញ្ចឹងយើងអាចធ្វើការ describe បន្តិចមកទាក់ទងនឹងផលិតផលរបស់យើងប៉ុន្តែបើអត់ describe ក៏បានដែរដាក់តែឈ្មោះប្រភេទថ្លៃដើមហើយថ្លៃលក់មកហើយយើងមានប៊ូតុង AI generate product info នេះតែម្ដងបាទអូខេអញ្ចឹងខ្ញុំមានជាឧទាហរណ៍បាទឧទាហរណ៍នៅក្នុងក្រុមហ៊ុនដដែលគឺពាក់ព័ន្ធជាមួយនឹង Coachme បាទ Coachme online ហើយនេះគឺជា product ទី1 service ទី1គឺជាវគ្គ training បាទ training ទៅលើ accounting document ទៅលើការគ្រប់គ្រងការរៀបចំនៅឯកសារគណនេយ្យបាទអញ្ចឹងខ្ញុំដាក់វាជាប្រភេទសេវាកម្មបាទប្រភេទសេវាកម្មហើយតម្លៃរបស់វាគឺ$6បាទ$6ហើយថ្លៃដើមគឺ$4បាទអញ្ចឹងខ្ញុំដាក់អញ្ចឹងដោយសារខ្ញុំបេសទៅលើ margin អញ្ចឹងណាគឺអញ្ចឹងវាប្រហែលគ្នាប៉ុណ្ណឹងបាទអូខេហើយខ្ញុំបានបញ្ចូលទៅនឹងការរៀបរាប់នៅទីនេះបាទ accounting document course វគ្គវគ្គឯកសារគណនេយ្យនេះគឺបង្រៀនកូនសិស្សបាទ trainee
អំពីឯកសារ document to manage sale បាទអញ្ចឹងបរិញ្ញាបពាក់ព័ន្ធជាមួយនឹងឯកសារដើម្បីគ្រប់គ្រងទៅលើការលក់ដូចជា sale quotation sale order good delivery note បាទ sale invoice sale credit note and official receipt បាទអញ្ចឹងនៅផ្នែកលក់ហើយ document to manage purchase បាទឯកសារដើម្បីយើងគ្រប់គ្រងទៅលើការទិញបាទមានដូចជា purchase request purchase order good receipt note purchase invoice purchase credit note and payment voucher បាទអញ្ចឹងនេះខ្ញុំដាក់ឲ្យរឿងច្រើនបាទខ្ញុំដាក់មក set តែម្ដងដាក់មក set គឺទៅលើឯកសារដែលខ្ញុំចង់បរៀនសិស្សគឺខ្ញុំបរៀន6ខាងលក់6ខាងទិញបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងឲ្យ complete ទៅចឹងតែម្ដងវិញខ្ញុំអត់ដាក់ក៏បានដែរបាទខ្ញុំអត់ដាក់ក៏បានដែរខ្ញុំឲ្យ AI generate មកបាទ AI generate មកបានដូចគ្នាបាទគាត់ថាបើយើងដាក់ទៅ AI generate មកវារៀង accurate ជាងណាដោយសារតែអានេះគឺជាព័ត៌មានដែលយើងផ្ដល់ឲ្យអញ្ចឹង AI គឺ base ទៅលើព័ត៌មានហ្នឹងដើម្បីទៅ generate ផ្នែកផ្សេងៗទៀតបាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងគឺបញ្ចូលពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់តំណែងឬក៏សេវាកម្មហើយនឹង product description រួចហើយគឺយើង generate តែម្ដងហើយយើងនឹងបំមើលផ្នែកផ្សេងៗទៀតបាទផ្នែកផ្សេងៗទៀតនេះបើអង្គុយពេញបាច់ទេបាទអញ្ចឹងយើងមិនបាច់ចំណាយពេលអង្គុយពេញទេយើងឲ្យ AI generate ឲ្យយើងមកហើយយើងចាំតែដូចថាពិនិត្យមើលហើយកែវាតិចតួចអញ្ចឹងណាបាទឥឡូវខ្ញុំចុចទៅណាបាទ AI generated product info ទៅហើយ processing បាទអូខេចេញមកឆ្វាច់បាទនេះគឺជា product description បាទចេញមកឆ្វាច់តែម្ដងនេះមានព័ត៌មានហ្នឹងអង្គុយ typing ក៏ចំណាយពេលដែរបាទនេះគឺ key partnership ចេញមកហើយបាទ key partnership នេះបើយើងមាន specific គឺយើងអាចដាក់បានណាដាក់បានដូចខ្ញុំអញ្ចឹងមានដៃគូជាមួយខាង recruitment ACM អញ្ចឹងខ្ញុំនឹងកែ update វាបាទ key activity ធ្វើគេខ្លះបាទធ្វើគេខ្លះនឹងយើងអាចមើលតាមហ្នឹងហើយបើសិនជាមាន activity ណាដែលយើងធ្វើយើងអាចបញ្ចូលបានឧទាហរណ៍ថាយើងជាសមាជិករបស់ BNI អញ្ចឹងណាយើងអាចបញ្ចូលទៅបាទបញ្ចូលវាទៅបាទនេះ key resources មានគេខ្លះបាទយើងទាក់ទងនឹង ad ទាក់ទងនឹង Facebook ទាក់ទងនឹងTelegram នេះមានយើងដាក់មកបាទ value proposition បាទគុណតម្លៃបាទនេះ customer segment បាទ customer segment យ៉ាងណាគេខ្លះបាទអញ្ចឹងយើងដាក់មកកូនសិស្សតាមខេត្តតាមអីហ្នឹងបុគ្គលិកធ្វើការ10-20ឆ្នាំហើយប្រាក់ខែនៅ4-500អីហ្នឹងយើងប្រមូលមកបាទនេះ customer relationship បាទអូខេនេះ generate ឲ្យអស់ហើយបាទ generate ឲ្យអស់លេងហ្មងបាទអូខេ generate ឲ្យមកឡើងមក aim yes នេះ breakdown ទាក់ទងនឹង cost structure របស់យើងទៀតបាទអូខេចឹងយើងអាចពិនិត្យហើយយើងកែកុំតិចតួចឲ្យត្រូវជាមួយនឹង nature នៃរបស់យើងគឺ the best បាទអូខេអញ្ចឹងgenerate មកចុងក្រោយនេះបាទមកចុងក្រោយលើទាក់ទងនឹង economic impact បាទនៅខាងលើនេះគឺ social impact នេះ revenue stream បាទ revenue stream បាទអូខេអញ្ចឹងអូខេទាក់ទងនឹងព័ត៌មាន product នេះគឺយើង generate លឿនមែនតើបាទអញ្ចឹង information គឺឲ្យមកអស់ហើយអញ្ចឹងយើងគ្រាន់តែ update តិចបាទតែយ៉ាងណាក៏យើងត្រូវអានដែរយើងត្រូវអានយើងអានវាមកដើម្បីយើង educated ហើយនឹងមួយទៀតធ្វើឲ្យទិន្នន័យរបស់យើងនេះគឺវាត្រឹមត្រូវតាមស្ថានភាពរបស់យើងជាក់ស្ដែងបាទដោយសារតែនៅពេលដែលយើង generate ជា campaign ជា plan ជាយុទ្ធសាស្ត្រអីផ្សេងគឺ Gate Master AI មកយកព័ត៌មានពីកន្លែងហ្នឹងទៅបាទមកយកព័ត៌មានពីកន្លែងហ្នឹងទៅអញ្ចឹងបើយើងបាន update យកចិត្តទុកដាក់ set up line company ហើយ line product ហ្នឹងគឺបានល្អឥតខ្ចោះគឺទាក់ទងនឹង Gate Master AI ជួយយើងក៏បានល្អឥតខ្ចោះគ្នាបាទអញ្ចឹងពេលព័ត៌មានយើងរួចរាល់ហើយគឺចុចប៊ូតុង create ខាងក្រោមនេះមកជាការស្រេចហើយបាទសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត